ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលមានបទពិសោធន៍ខាងចំព្រាបចឹងខ្ញុំទិញមកគូមកចាំលេងទេបងប្អូនដោយសារស្រឡាញ់តិចដែរចង់កំដរអបសុកចឹងណាហើយខ្ញុំយកមកដាក់ទិញមកដាក់នេះបានជាកន្លះខែវាពងបាន2គ្រាប់ហើយតបមកប្រហែលជាមួយអាទិត្យបែកមិញអស់បើដឹងថាធម្មជាតិរបស់វាពងក្រាបរបៀបមិនដែរពួកខ្ញុំដែរមានបទពិសោធន៍ដែរព្រោះធម្មតាយើងគិតថាវាចេះថែរក្សាពងវាប៉ុន្តែធៀបពិតពងមួយបាន2 3ថ្ងៃបែកបាទពងមួយទៀតបាន2 3ថ្ងៃវាក្រាបហ្នឹងបែកក្នុងសបុកហ្នឹងមកពីសបុកពងវាផុយឬក៏មកពីវាមិនគឺអត់ដឹងឬក៏មកពីអីអត់ដឹងតែសួរគេថាមកពីយើងមើលវាញឹកញាប់ពេកឬក៏អញញ៉ៃមើលវាអញ្ចឹងបងប្អូនហើយឥឡូវនេះវាចាប់ដើមឃើញមួយថ្ងៃហ្នឹងគឺឈ្មោះវានាំចូលសបុកចឹងនៅក្នុងសបុកនេះប្រហែលជាញីទូចតែឈ្មោះនោះចឹងប្រហែលជាវាអត់ដឹងថានេះទៅខ្ញុំអត់ដែរចិញ្ចឹមដែរបងប្អូនអត់ដឹងថាវាប្រហែលថ្ងៃប្រហែលខែបានវាពងដែរព្រោះតាំងពីបែកមកដូចជាកន្លះរាប់តាំងពីថ្ងៃពងហើយនឹងមកដល់ឥឡូវហ្នឹងគឺប្រហែលជាកន្លះខែពួកវាបែកវាជាមួយអាទិត្យអញ្ចឹងទាំងពងទាំងអីហ្នឹងវាកន្លះខែចុះចឹងប្រហែលជាប្រហែលថ្ងៃប្រហែលខែទៀតហើយវាពងទៀតហើយបើមានបងប្អូនណាដឹងថាធ្វើម៉េចហើយក៏មូលហេតុអីបានវាបែកអញ្ចឹងហើយធ្វើម៉េចកុំឲ្យវាបែកជួយខមមិនប្រាប់ចូលបើពងបែកអញ្ចឹងចប់ចំខាតតែពេលខាតតែចំណៃបាទអរគុណបងប្អូនជម្រាបលា